ជីវិតនិងស្នាដៃរបស់សាលដាវីន1809 ដល់1882មានកំណើតនៅទីក្រុងឡុងប្រទេសអង់គ្លេសកាលនៅតូចដាវីនជាកុមារម្នាក់ដែលមានការរៀនសូត្រធម្មតាប្រការដែលជាទីចំណូលចិត្តបំផុតរបស់កុមារដាវីនគឺការសង្កេតមើលធម្មជាតិស្រាវជ្រាវបណ្ដាវត្ថុគំរូពីសត្វមានជីវិតនិងរុក្ខជាតិបន្ទាប់ពីបានប្រឡងជាប់មហាវិទ្យាល័យដាវីនបានសម្រេចនៅបំណងប្រាថ្នាតាំងពីកុមារភាពរបស់ខ្លួនគឺដើរទេសចរជុំវិញពិភពលោកក្នុងដំណើរទេសចរនោះលោកប្រមូលរើសបាននូវឯកសារដ៏មានតម្លៃជាច្រើនដែលជាការត្រៀមសម្រាប់ស្នាដៃច្នៃប្រឌិតដ៏ធំធេងរបស់លោកសម្រាប់អនាគតទ្រឹស្ដីវឌ្ឍនភាពរបស់ដាវីនពុំត្រឹមតែបកស្រាយបំភ្លឺបាននៅបណ្ដាសមិទ្ធផលរាប់ម៉ឺនចម្ពោះនៃការកកើតរបស់ពិភពធម្មជាតិប៉ុណ្ណោះទេគឺជាមូលដ្ឋានសម្រាប់កសាងមូលដ្ឋានវិទ្យាសាស្ត្ររបស់ទស្សនវិជ្ជាសម្ភារៈនិយមវិចារណញ្ញាណវិទ្យាទៀតផងប្រការដែលអៀនខ្មាស់ឬក្តីរុងរឿងកាលពីនៅតូចដាវីនចូលចិត្តរត់លេងនៅវាលស្មៅរកសត្វល្អិតស្មៅព្រៅមេអំបៅកន្ទុំរុយទឹកចិត្តដែលស្រឡាញ់ធម្មជាតិនិងការចង់រកឃើញនូវអាថ៌កំបាំងក្នុងពិភពធម្មជាតិបានចាប់មានពីពេលនោះមកមានម្ដងនោះដាវីនធ្វើមេរៀនបានបន្ទុកតិចត្រូវឪពុកស្ដីបន្ទោសថាថ្ងៃកូនឯងជក់តែនឹងលបែងលេងគ្មានប្រយោជន៍កូនឯងនឹងធ្វើឲ្យអាម៉ាស់ដល់គ្រួសារយើងតែប៉ុណ្ណោះដាវីនអោនមុខនៅស្ងៀមមិនស្រដីក៏ប៉ុន្តែឪពុករបស់លោកមិនយល់ឡើយថាបណ្ដាលបែងឥតប្រយោជន៍នោះបានជំរុញដាវីនឲ្យឈានទៅដល់កំពូលនៃភាពរុងរឿងឡើយការជក់ចិត្តរកឃើញនៅក្នុងពិភពធម្មជាតិពេញដោយអាថ៌កំបាំងបានក្លាយទៅជាគ្រឹះនៃទ្រឹស្ដីដាវីននាថ្ងៃអនាគតសម្ដីទស្សទីថ្ងៃមួយដាវីនបានយកគ្រោងខ្លួននៅបណ្ដាគំរូដែលរកឃើញពីសត្វល្អិតនិងស្មៅព្រៅរបស់ខ្លួនចូលក្នុងថ្នាក់រៀនមិត្តភ័ក្តិនាំគ្នាមកមើលអ៊ូអរបណ្ដាឲ្យបាត់របៀបរៀបរយនៅកណ្ដាលម៉ោងរៀនពេលនោះលោកគ្រូចាងវាងសាលាក៏មកដល់ល្មមដឹងច្បាស់ក្បាលកន្ទុយហើយលោកចាងវាងខឹងយ៉ាងខ្លាំងរួចនិយាយថាលោកសមាជិកសមាគមព្រះរាជាសូមលោកយកល្បែងកំសាន្តរបស់លោកជាផុតពីថ្នាក់រៀនភ្លាមសមាគមព្រះរាជាគឺជាបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសនៅពេលដែលនិយាយនៅពាក្យចំអកនេះលោកចាងវាងសាលាពិតជាស្មានមិនដល់ឡើយថាពាក្យទស្សទាយបានខ្លាចជាការពិត20ឆ្នាំក្រោយមកដាវីនបានខ្លាចទៅជាអ្នកប្រាជ្ញជាសមាជិកសមាគមព្រះរាជាពិតមែនកប៉ាល់ប៊ីហ្គេននៅពេលប្រឡងចេញពីមហាវិទ្យាល័យដាវីនសម្រេចចិត្តនៅការអនុវត្តបំណងប្រាថ្នាតាំងពីកុមារភាពរបស់ខ្លួនគឺធ្វើដំណើរទេសចរជុំវិញពិភពលោកគាត់បានតាក់ទងជាមួយបងប្អូនម្នាក់ដែលជាប្រធានាធិបតីកប៉ាល់ប៊ីហ្គេនប្រធានាធិបតីកប៉ាល់នេះយល់ព្រមសហការជាមួយដាវីនគោលបំណងរបស់ដាវីនត្រូវគេជំទាស់យ៉ាងច្រើនហើយថែមទាំងចំអកថាវិកលចរិតទៀតផងពួកថ្ងៃខ្លាចទៅជាព្រះអាទិទេពបើគេលីវែមែនទេគួរស្ដាយណាស់ផែនដីត្រូវបានគេរកឃើញតាំងពីយូរមកហើយលោកមកសម្លាញ់សម័យអើយតែដាវីនមិនលាថយបន្តិចណាឡើយហើយតបវិញថាមិត្តទាំងអស់គ្នាយល់ច្រឡំហើយពិភពលោកទើបតែនឹងបានរកឃើញមួយចំណែកតូចប៉ុណ្ណោះខ្ញុំចង់ចូលទៅជ្រៅនៅចំណែកទៀតជាការពិតក្នុងដំណើរលើកប៉ាល់ប៊ីហ្គេនដាវីនប្រមូលបាននូវឯកសារដ៏មានប្រយោជន៍ជាច្រើនសម្រាប់ជួយសម្រេចដល់សមិទ្ធផលស្ដីពីទ្រឹស្ដីវឌ្ឍនភាពរបស់ខ្លួនដាវីនពុំបានរកឃើញផែនដីរបស់ជនជាតិលីស៊ីពុតទេតែបានរកឃើញកោះកាឡាប៉ាកូសជាមួយនឹងបណ្ដាសត្វមានជីវិតតាំងពីបុរាណសម័យដូចជាសត្វទទាដែលគ្មានស្លាបហាលពួនដាវសមុទ្រដ៏មហាធំគាត់បានជន់
ជើងនៅលើកោះភ្នំភ្លើងតាម៉ូហើយបានរកឃើញនូវការរស់រានឡើងវិញយ៉ាងអស្ចារ្យនៃពិភពសត្វដែលរស់នៅទីនោះក្រោយពីកោះនេះត្រូវបានឆេះជាផេះផូរផង់ដោយបន្ទុះភ្នំភ្លើងបាញ់ចេញពីភ្នំដ៏គួរឲ្យព្រឺព្រួចនាឆ្នាំ1815ជាដើមការបដិញ្ញាចិត្តឈ្នះជំងឺដំណើរទេសចរជុំវិញពិភពលោកបានជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ដាវីតពេលត្រឡប់មកវិញអ្នកប្រាជ្ញយើងត្រូវលោកគ្រូពេទ្យបង្ខំឲ្យសម្រាកមិនឲ្យធ្វើការងារហើយត្រូវទៅលំហែដើម្បីឲ្យមានសុខភាពល្អនៅទីជនបទស្ងប់ស្ងាត់ណាមួយក៏ប៉ុន្តែដាវីតមិនព្រមចុះចាញ់ចំពោះរោគទាឡើយលោកបានដាក់ខ្លួនឯងនៅការហាត់ប្រាណលុតដំនិងធ្វើការដោយទ្រាំទទួលនៅការចុកចាប់យ៉ាងក្លាហានដើម្បីអនុវត្តត្រឹមត្រូវតាមរបបកំណត់នោះដោយចិត្តតស៊ូអំណត់នេះដាវីតបានជំនះលើជំងឺដ៏ធ្ងន់ធ្ងរហើយបានសម្រេចនៅស្នាដៃវិទ្យាសាស្ត្រយ៉ាងឆ្នើមនៅថ្ងៃក្រោយមកពេលបានអាយុ70ឆ្នាំលោកបានរៀបរាប់ថាបើសិនជាខ្ញុំទល់ខ្សោយក្នុងដំណាក់កាលនោះប្រកាសជាគ្មានពេលណានឹងមានអ្វីសម្រាប់បូជាឲ្យវិទ្យាសាស្ត្រឡើយអ្នកប្រាជ្ញមិនមែនមានន័យថាបញ្ឈប់ការរៀនសូត្រទេពេលបានខ្លាចទៅជាអ្នកប្រាជ្ញល្បីឈ្មោះពេញទាំងពិភពលោកដាវីតនៅតែបន្តការរៀនសូត្រឥតឈប់ឈរលោកតែងតែនិយាយទៅកាន់កូនថាអ្នកប្រាជ្ញមិនមែនមានន័យថាបញ្ឈប់ការសិក្សារៀនសូត្រឡើយពេលដែលអាយុកាន់តែច្រើនលោកនៅតែជក់ចិត្តរៀនភាសាដើម្បីអាចពិចារណាស្វែងយល់ដោយខ្លួនឯងនៅឯកសារបរទេសនានាកូនប្រុសរបស់ដាវីតបានរៀបរាប់ឡើងវិញថាឪពុកខ្ញុំរៀនភាសាអាល្លឺម៉ង់យ៉ាងព្យាយាមពេលដែលយើងខ្ញុំសូមជួយគាត់បកប្រែឯកសារផ្សេងឪពុកខ្ញុំពិសោធន៍យ៉ាងដាច់អហង្ការគាត់និយាយថាពុកក៏ចង់ត្រេះរិះដោយខួរក្បាលរបស់ពុកពុំមានប្រើប្រាស់ខួរក្បាលរបស់អ្នកដទៃឡើយទីបំផុតគឺឪពុកខ្ញុំឈ្នះគាត់អានយ៉ាងស្ទាត់ភាសាអាល្លឺម៉ង់និងភាសានៃប្រទេសជាច្រើនទៀតដកស្រង់ចេញពីសៀវភៅគម្រោងជីវិតអ្នកប្រាជ្ញ